សូមជម្រាបសួរប្រិយមិត្តជាទីរៀបអានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាអបអរលោកលីជេមៀងមកពីគណបកប្រជាធិបតេយ្យជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោកលីជេមៀងបេក្ខភាពប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលមកពីគណបកប្រជាធិបតេយ្យត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីជាផ្លូវការកាលពីថ្ងៃទី04ខែមិថុនាឆ្នាំ2025និងបានចូលកាន់តំណែងភ្លាមដោយមិនចាំបាច់ដល់ថ្ងៃផ្លាស់ប្តូរអាណត្តិតាមការប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត NEC ថ្មីកន្លងទៅបានបង្ហាញថាលោកលីជេមៀងទទួលបានសម្លេងគាំទ្រចំនួន 49.4 ពីគណៈគូប្រជែងមកពីគណបកអំណាចប្រជាជនលោកខេមម៊ុនសូទទួលបានសម្លេងគាំទ្រចំនួន 41.15 ការកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិ5ឆ្នាំរបស់លោកលីជេមៀងគឺត្រូវចាប់ផ្ដើមឡើងភ្លាមក្រោយឈ្នះឆ្នោតនៅវេលាម៉ោង 6:21 នាទីព្រឹកថ្ងៃទី04ខែមិថុនាឆ្នាំ2025ពេលវេលាក្នុងតំបន់ហើយការស្បោះចូលកាន់តំណែងក៏ធ្វើឡើងនៅរសៀលថ្ងៃដែលនោះផងដែរនៅរដ្ឋសភាប្រទេសកូរ៉េខាងត្បូងគួរឲ្យដឹងផងដែរថាក្នុងសេចក្តីថ្លែងការណ៍ក្រោយទទួលជ័យជំនះលោកលីជេមៀងសន្យានឹងស្ដារសេដ្ឋកិច្ចឡើងវិញនិងជួយដល់ការរស់នៅរបស់ប្រជាជនជាការស្ដារទំនុកចិត្តរបស់សាធារណជនក្រោយការបះបោររបស់អ្នកកាន់អំណាចមុនបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ